គ្រាមួយមានកូនជ្រូកមួយបានប្រឡងដើម្បីធ្វើមន្ត្រីហើយមៀងស្វាមួយជាអ្នកត្រួតពិនិត្យបន្ទាប់មកកូនជ្រូកហើយនឹងស្វាបានទំនាក់ទំនងខលទូរស័ព្ទសួរសុខទុក្ខគ្នាទៅវិញទៅមកក្រោយពីកូនជ្រូកបានប្រឡងជាប់រូបគេបានហៅស្វាមកអបអរសាទរផងដែរជាលក្ខណៈគ្រួសារដ៏សាមញ្ញក្រោយមកកូនជ្រូកបានចូលរៀនយ៉ាងលំបាកដោយផ្លាស់ប្ដូរជីវិតថ្មីដែលរឹងមាំជាងមុនរៀងរាល់យប់ក្រោយពេលសម្រាកកូនជ្រូកបានខលរៀបរាប់ពីរឿងរ៉ាវរៀនសូត្រប្រាប់ទុយស្វាបន្ទាប់ពីបញ្ចប់ការសិក្សាកូនជ្រូកបានចូលបម្រើការងារជាមន្ត្រីជាមួយស្វាបាយក្រោយមកជ្រូកហើយនឹងស្វាបានរៀបការជាមួយគ្នានិងមានការជួបជុំគ្រួសារមិត្តភ័ក្តិយ៉ាងសប្បាយរីករាយមិនយូរប៉ុន្មានប្រពន្ធជ្រូកក៏ចាប់ផ្ដើមមានទម្ងន់ជាពេលដែលគ្រួសារត្រៀមខ្លួនទទួលសមាជិកថ្មីប្តីជាស្វាបានថែរក្សាប្រពន្ធជ្រូករៀងរាល់ថ្ងៃក្រោយមកកូននាគកំហោចមួយឈ្មោះអាម៉ារ៉ាក៏បានកើតចេញមកពីជ្រូកជាមួយស្វាមញឹមដ៏រីងរាយរបស់ប៉ាម៉ាក់ក្រោយមកប្តីក៏បានទៅធ្វើសង្គ្រាមនិងបានឃ្លាតពីគ្រួសារមួយរយៈពេលមិនយូរប៉ុន្មានសុខសន្តិភាពក៏បានមកដល់គ្រួសារទាំងមូលក៏បានជួបជុំគ្នាបង្កើតស្នាមញញឹមយ៉ាងសប្បាយរីករាយ